ចឹងចាប់រាប់ពីថ្ងៃហ្នឹងទៅថាតើការបដោះគ្រាប់គុយនេះវាចំណាយពេលប្រហែលថ្ងៃបងប្អូនតាមដានទាំងអស់គ្នាថាការបដោះគ្រាប់គុយយើងហ្នឹងបានជោគជ័យអត់លាស់ដើមលាស់កូនហ្នឹងចឹងចាំមើលតាមដានទាំងអស់គ្នាបន្ទាប់ឥឡូវយើងស្រោចទឹកបាទដាក់ឲ្យជោគដើម្បីឲ្យគ្រាប់នឹងវាបៀនទឹកបានល្អទៅវាអាចឆាប់ប្រេះគ្រាប់ចេញស្រួយចេញប្រឡូក